នេះគឺជាវិធីហាត់ប្រាណរបស់មនុស្សសម័យដើមសប្បាយចិត្តហើយគាត់ចាប់បានគឺល្អហើយហាត់ប្រាណរួចញ៉ាំអាហារពេលព្រឹកតែអាហារដែលមានគឺសុទ្ធតែស៊ុបម្ហូបអាហារដែលគ្មានជីវជាតិបែបនេះមិនអាចធ្វើឲ្យឆ្អែតបានទេហើយអ្នកម៉ាក់ក៏អស់ជំនឿដែរអ្នកប៉ាក៏មិនបានចេញទៅរកអាហារយូរហើយដែរនៅផ្ទះគឺស្ទើរតែគ្មានអ្វីនឹងឆ្អែតញ៉ាំទៅហើយចុះរឿងនេះវិញថ្មីនេះមិនចង់ញ៉ាំសាច់ជ្រូកមែនហេមែនហើយមិនចង់ញ៉ាំសាច់ជ្រូកស្ងោរទឹកត្នោតមែនទេអ្នកឯងឈប់និយាយទៅនឹកឃើញថាមនុស្សក្នុងផ្ទះចង់ញ៉ាំអ្នកប៉ាធ្វើមុខស្ងើមកដូចគ្នាតែក្នុងចិត្តពិតជាភ័យខ្លាំងណាស់ល្អហើយអ្នកឯងមិនមែនរកសាច់ជ្រូកមិនបាទអ្នកឯងកំពុងនិយាយស្អីហ្នឹងចំពោះរឿងនេះអ្នកប៉ាក៏ឡើងកំហឹងក៏ប្រញាប់និយាយអួតអាងខ្ញុំជាអ្នកប្រមាញ់ដែលខ្លាំងជាងគេចាប់សត្វគឺងាយស្រួលដូចផឹកទឹកអញ្ចឹងចាំតែញ៉ាំសាច់ទៅបានហើយហេសត្វព្រៃអើយខ្ញុំពិតជាខឹងណាស់ខ្ញុំត្រូវតែស្ងប់ស្ងាត់ល្អហើយស្ដាប់សិននេះគឺប៉ានិយាយថាវាគួរឲ្យខ្លាចណាស់អូចៃហើយល្អបំផុតតើអាចទៅរួចទេម្នាក់ទៀតចេញទៅខាងក្រៅល្អជាងមើលប្តីដែលចេញទៅទាំងខឹងចំណែកប្រពន្ធក៏មិននៅស្ងៀមដែរចាប់ដើមសម្អាតផ្ទះឃើញកូនពីរនាក់នៅគេងលូកធ្វើឲ្យអ្នកម្ដាយខឹងយ៉ាងខ្លាំងកូនឲ្យក្រោកឡើងប៉ាកូនខំប្រឹងរកអាហារយ៉ាងណាដើម្បីបានសាច់មកញ៉ាំតែពួកកូនបែរជាដេកលក់នៅទីពួកកូនចេញទៅកន្លែងណាទៅកូនឃើញប៉ាត្រូវសត្វព្រៃដេញតាមក្នុងពេលអាសន្នស្វាធំក៏បោះគេចេញទៅហោះទៅដូចជាគំនូកកោងទៅខាំជាប់នឹងកន្ទុយសត្វព្រៃនោះធ្វើឲ្យវាឈប់ភ្លាមសត្វព្រៃនោះខឹងខ្លាំងណាស់កូនស្ថិតក្នុងគ្រោះថ្នាក់ក្នុងពេលអាសន្ននោះស្វាធំក៏ចូលទៅជួយម្ដងទៀតប្រពន្ធឃើញសត្វព្រៃចាញ់ហើយក៏រត់ទៅដេញវាបន្តឯប៉ាដែលរកសាច់មិនបានក៏មិនខុសគ្នាដែរត្រូវប្រពន្ធដេញវាដូចគ្នា